ណ៎អ្នកនរគ្នាឥឡូវហ្នឹងខ្ញុំមកបន្តសាច់រឿង Super Hero បន្តទៀតហើយបាទហើយបើសម្រាប់រឿងកាផាខ្ញុំប្រហែលជានឹងអាចចេញនៅពេលល្ងាចនេះឥឡូវហ្នឹងកុំឲ្យសាំញ៉ាំច្រើនយើងចូលសាច់រឿងបណ្ដោយទៅចាប់ផ្ដើមសាច់រឿងបន្តនេះបានឃើញទៅកាន់តួប្រុសគាត់បានគិតក្នុងចិត្តថាការប្រឡងនឹងចាប់ផ្ដើមនៅ5ខែក្រោយទៀតអញ្ចឹងទៅគាត់ក៏បានសម្រេចចិត្តទៅលុតដំខ្លួនឯងគាត់ចូលដល់តួប្រុសរបស់យើងគាត់ក៏បានចូលនៅក្នុងបន្ទប់ក្រោមដីដែលវាគឺជាកន្លែងតេស្តសាកល្បងនៅក្នុងសាលារៀន Hero បន្ទាប់មកហ៊ីណាតារបស់យើងគាត់បានគិតនៅក្នុងចិត្តថាការប្រឡងនៅ2-3ថ្ងៃមុនគាត់ធ្វើមិនបានល្អនោះទេឥឡូវហ្នឹងគាត់នឹងបញ្ចេញសមត្ថភាពទាំងអស់ដែលគាត់មានកុំឲ្យគេមើលងាយទៅកាន់គាត់នៅក្នុងសាលា Hero បន្តទៀតចាប់ផ្ដើមពីមនុស្សដែលមានចំណាប់ថ្នាក់ល្អពួកគេមិនដែលសូវខ្វល់ជាមួយនឹងមនុស្សដែលមានចំណាប់ថ្នាក់អន់នោះទេបន្ទាប់មកហ៊ីណាតារបស់យើងគាត់ក៏បន្តនិយាយទៀតថាសាលារៀន Hero មួយនេះគឺគ្រប់គ្រងដោយរដ្ឋាភិបាលបើសិនជាគាត់មិនអាចធ្វើបានល្អនោះទេគេនឹងអាចបណ្ដេញគាត់ចេញពីសាលា Hero នេះបានហើយខ្ញុំចង់ប្រាប់ទៅកាន់អ្នកទាំងអស់គ្នាបន្តិចដោយសារខ្ញុំហៅសាលា Hero ហ្នឹងវាស្រួលហៅជាងឈ្មោះសាលាមួយហ្នឹងកន្លែងនេះគឺចង់ប្រាប់ទៅកាន់អ្នកទាំងអស់គ្នាថាការប្រើអាវុធបុរាណវាអាចនឹងធ្វើឲ្យយើងមានភាពរឹងមាំនិងមាន skill អ្វីៗថ្មីហើយនឹងធ្វើឲ្យរាងកាយរបស់អ្នកដែលប្រើវានឹងរឹងមាំហើយហ៊ីណាតារបស់យើងគាត់ក៏មានវត្ថុបុរាណដែរដែលជាអាវ Super Hero របស់គាត់នឹងឯងប៉ុន្តែវាមិនអាចចាប់កាន់ទៅកាន់អាវុធបាននោះទេឥឡូវហ្នឹងកាត់ចូលដល់កន្លែងហាត់សមហ៊ីណាតាគាត់បានបន្ទោទៅកាន់ខ្លួនឯងថាគាត់មិនត្រូវខ្សោយរហូតនោះទេហើយគាត់ក៏បានចូលទៅកាន់កន្លែងតេស្តសាកល្បងដើម្បីវាយទៅកាន់បិសាចកូប្លិនតើមកប្រហែលផងយើងបានឃើញទៅកាន់តួប្រុសរបស់យើងហ្នឹងគាត់ក៏បានពោបនឹងដីបាត់ទៅហើយដោយសារតែឈុតដែលគាត់កំពុងតែវាយជាមួយបិសាចកូប្លិនហ្នឹងគេមិនបានដាក់នៅក្នុង chapter នោះទេតបមកហ៊ីណាតាគាត់ក៏បានខំប្រឹងងើបដើម្បីរកឱកាសវាយទៅកាន់បិសាចកូប្លិនវិញហ៊ីណាតាគាត់បានគិតនៅក្នុងចិត្តថាគាត់មិនអាចធ្វើឲ្យដូចការប្រឡងលើកមុននោះទេការហាត់សមនេះនឹងល្អជាងការធ្វើតេស្តលើកមុនទោះបីជាគាត់មិនអាចកាន់អាវុធបានក៏ដោយបន្ទាប់មកហ៊ីណាតារបស់យើងគាត់ក៏បានរត់សម្ដៅទៅកាន់បិសាចកូប្លិនដើម្បីវាយប្រហារទៅកាន់វាប៉ុន្តែបែបជាបិសាចកូប្លិនវាយប្រហារទៅកាន់គាត់ទៅវិញប៉ុន្តែគាត់ក៏បានរងជាប់បន្ទាប់មកហ៊ីណាតារបស់យើងគាត់ក៏បានប្រើទៅកាន់ធម្មពលរន្ទះដើម្បីឆក់ទៅកាន់បិសាចកូប្លិនប៉ុន្តែធម្មពលរន្ទះនឹងអាចឆក់ទៅកាន់គាត់វិញផងដែរហើយហ៊ីណាតានិងបិសាចកូប្លិនហ្នឹងក៏បានខ្ទាតចេញឆ្ងាយពីគ្នាបន្ទាប់មកហ្នឹងបិសាចកូប្លិនវាក៏បានតែស្មឹងបាត់ទៅហើយវាក៏បានលេចចេញនៅត្បូងគ្រីស្តាល់មួយដែលធ្វើឲ្យតួប្រុសរបស់យើងគាត់ពិតជាសប្បាយចិត្តខ្លាំងមែនតើហើយហ៊ីណាតារបស់យើងគាត់វាតាំងទៅដាក់ទៅដោះដើម្បីយកទៅកាន់គ្រីស្តាល់មួយនោះហើយគាត់បានសរសើរទៅកាន់ខ្លួនឯងថាដោយការខិតខំរបស់គាត់ក៏បានទទួលនៅត្បូងគ្រីស្តាល់មួយនេះតបមកអាវបុរាណរបស់គាត់ក៏បានស្រូបទៅកាន់គ្រីស្តាល់មួយនោះចូលទៅក្នុងដៃរបស់គាត់បាត់ទៅតបមក system បានលោតប្រាប់ទៅកាន់គាត់ថាហើយ system ក៏បាន unlock ទៅកាន់ skill របស់គាត់វាមិនបានប្រាប់ទៅកាន់លក្ខណៈ skill នោះទេតបមកវាក៏បានបន្តប្រាប់ទៅកាន់ហ៊ីណាតាទៀតថាហើយហ៊ីណាតាគាត់នឹងអាចអាប់ទៅកាន់អាវ hero របស់គាត់បានហើយហ៊ីណាតាគាត់បានគិតក្នុងចិត្តថាការរកចាំចិត្ត80លានឆ្នាំរបស់គាត់បានមកដល់ហើយនៅពេលនេះតបមកហ៊ីណាតារបស់យើងគាត់ក៏បានអាប់ទៅកាន់កៅអៅ hero របស់គាត់តបមកយើងក៏បានឃើញទៅកាន់អាវបុរាណ hero ហ្នឹងដែលជាទម្រង់ថ្មីក៏បានលេចឡើងហើយហ៊ីណាតាគាត់បាននិយាយថាឈុត hero មួយនេះវាពិតជាអស្ចារ្យខ្លាំងមែនតើតបមក system ក៏បានលោតឡើងចេញនៅមុខរបស់តួប្រុសរបស់យើងលោតចេញនៅ stage របស់តួប្រុសដែលកម្លាំងរបស់គាត់មាន11ភាពវៃឆ្លាត0និងភាពតាន់របស់គាត់មាន18ហើយនិងសមត្ថភាពរាងកាយរបស់គាត់មានចំនួន11តបមកហ៊ីណាតាគាត់បាននិយាយថាគាត់មិនដែលឃើញប្រព័ន្ធលេចឡើងនៅ stage របស់គាត់ពីមុនមកនោះទេហើយហ៊ីណាតាគាត់បាននិយាយបន្តទៀតថាឥឡូវនេះ portal នឹងលេចឡើងនៅពេលឥឡូវនេះហើយគាត់នឹងសាកល្បងធម្មពលថ្មីរបស់គាត់ទៅកាន់បិសាចទាំងអស់នោះគាត់ចូលដល់កន្លែងបិសាចកូប្លិនហើយយើងបានឃើញទៅកាន់កញ្ញាហ៊ីណាគាត់ប្រើតែមួយទៀតប៉ុណ្ណោះធ្វើឲ្យបិសាចកូប្លិនតៃស្មឹងបាត់ទៅនាងក៏បាននិយាយថាការធ្វើតេស្តសាកល្បងវាគ្មានប្រយោជន៍ទេក្នុងការវាយប្រហារទៅកាន់បិសាចកូប្លិននោះបន្ទាប់មកអូនហ៊ីណារបស់ admin គាត់ក៏បានឃើញទៅកាន់អបិហ៊ីណាតាប៉ុន្តែអូនហ៊ីណារបស់ admin មិនទាន់ហៅទៅកាន់អបិហ៊ីណាតាផងអូនសក់លឿងរបស់ admin ក៏បានចូលមកកាត់ចង្វាក់ហើយអូនសក់លឿងក៏បានសួរទៅកាន់អូនហ៊ីណាថាតើនាងមានរឿងអីមែនហើយអូនហ៊ីណាក៏បានតបទៅកាន់អូនសក់លឿងវិញថាគ្មានអីនោះទេតមកអូនសក់លឿងគាត់បាននិយាយថាហ៊ីណាតានឹងពិតជាមនុស្សដែលគួរឲ្យកំ pl ែងខ្លាំងមែនតើដែលប៊ីសនឹងបកគ្រោះថ្នាក់នឹងក្នុងការធ្វើតេស្តសាកល្បងបន្ទាប់មកអូនហ៊ីណារបស់យើងក៏បានតបទៅកាន់អូនសក់លឿងវិញថាត្រូវហើយដោយសារតែឯងគិតថាមនុស្សដែលទន់ខ្សោយគឺជាការកំសាន្តរបស់ឯងសម្រាប់ឯងវាពិតជាគួរអស់សំណើចខ្លាំងមែនទេហើយអូនសក់លឿងគាត់បានសួរទៅកាន់អូនហ៊ីណាវិញថាតើឯងខឹងខ្ញុំមែនទេដែលនាងមកអាប់ទៅកាន់អបិហ៊ីណាតាហើយអូនហ៊ីណាគាត់ក៏បានតបទៅកាន់អូនសក់លឿងវិញថានាងមិនបានខឹងទៅកាន់អូនសក់លឿងនោះទេប៉ុន្តែសម្ដីរបស់អូនសក់លឿងបាននិយាយនឹងធ្វើឲ្យនាងខកចិត្តជាខ្លាំងតែអូនសក់លឿងក៏បានសួរទៅកាន់អូនហ៊ីណាថាហេតុអ្វីបានជាហ៊ីណានឹងមិនចូលចិត្តទៅកាន់ហ៊ីណាតាប៉ុន្តែកាន់ជើងទៅកាន់គាត់នាងពិតជាឆ្ងល់ទៅកាន់ទង្វើរបស់អូនហ៊ីណាជាខ្លាំងហើយយើងកាត់ចូលដល់កន្លែងអបិហ៊ីណាតាហ្នឹងវាយប្រហារជាមួយនឹងបិសាចកូប្លិនវិញម្ដងហើយបិសាចកូប្លិនក៏បានយកអាវុធរបស់វាហ្នឹងវាយប្រហារទៅកាន់ហ៊ីណាតាហើយគាត់ក៏អាចទប់ទល់ជាមួយនឹងបិសាចកូប្លិននោះបានបន្ទាប់មកទៀតហ្នឹងហ៊ីណាតារបស់យើងគាត់ក៏បានប្រើទៅកាន់ដៃរបស់គាត់វាយប្រហារទៅកាន់បិសាចកូប្លិននោះតែវាមិនអាចធ្វើឲ្យបិសាចកូប្លិនហ្នឹងឈឺចាប់នោះទេហើយបិសាចកូប្លិនក៏បានយកដៃរបស់វារុញទៅកាន់ក្បាលរបស់តួប្រុសផ្អឹបនឹងដីតែម្ដងហើយគាត់ពិតជាឈឺចាប់ខ្លាំងមែនតើដោយសារបិសាចកូប្លិនវាយប្រហារទៅកាន់គាត់មិនឲ្យហ៊ីណាតាតដៃទៅកាន់វាបាននោះទេហ៊ីណាតាបានត្រឹមតែរងនីការវាយប្រហាររបស់បិសាចកូប្លិ
លេនតែបណ្ណោះតមកគាត់ក៏បានឃើញតែកាន់បិសាចកូប្លេននឹងរួមព័ទ្ធទៅកាន់គាត់ទាំងចិត្តតមកហ៊ីតារបស់យើងគាត់ក៏បាននិយាយថាគាត់មិនរស់ទេនៅពេលនេះគាត់ក៏បានប្រើទៅកាន់កម្លាំងគាត់ទាំងអស់ដើម្បីរត់ចេញពីកន្លែងកូប្លេនសិនជាគាត់អាចនឹងនៅកន្លែងនឹងបន្តទៀតគាត់នឹងត្រូវបានស្លាប់មកទូប្រុសរបស់យើងក៏បានស្រែកទៅកាន់អ្នកទាំងអស់គ្នាឲ្យជួយមកកាន់គាត់ប៉ុន្តែគ្មាននរណាបានលឺនោះទេមកទូប្រុសរបស់យើងគាត់ក៏បានសម័យទៅរឿងពីមុនដែលលោកប៉ារបស់គាត់បានប្រាប់ទៅកាន់គាត់ថាបើយើងមិនខិតខំដោយខ្លួនឯងគ្មានវិណាដែលអាចជួយយើងបាននោះទេហើយឯងយល់នោះទេហ៊ីណាតាក្មេងឆ្លាតកូនឈប់យំទៀតទៅហើយយើងក៏កាត់ចូលដល់បច្ចុប្បន្នវិញម្ដងបន្ទាប់មកហ្នឹងយើងបានឃើញទៅកាន់បិសាចកូប្លិនបានរួមព័ទ្ធទៅកាន់តួប្រុសរបស់យើងដែលវាបានវាយប្រហារទៅកាន់តួប្រុសរបស់យើងយ៉ាងចាស់ដៃដែរម្ដងហ៊ីណាតារបស់យើងគាត់ក៏បានចាប់ទៅកាន់អាវុធរបស់បិសាចកូប្លិននោះបានហើយ system ក៏បានលោតទៅកាន់ហ៊ីណាតាថាលោកម្ចាស់មិនអាចប្រើអាវុធបាននោះទេជាអ្នកប្រើទៅកាន់សម្លៀកបំពាក់ hero មួយនេះបន្ទាប់មកហ្នឹងហ៊ីណាតារបស់យើងគាត់ក៏បានប្រើទៅកាន់ធម្មពលផ្ទះដើម្បីរត់ចេញហ្នឹងពីកន្លែងបិសាចកូប្លិននោះបន្ទាប់មកហ្នឹងគាត់ក៏បានដកខ្លួនចេញពីបិសាចកូប្លិននោះរួចបន្ទាប់មកហ៊ីណាតារបស់យើងគាត់ក៏បានគិតច្រើនទៀតនោះទេគាត់ក៏បានទៅកាន់ system ឲ្យបញ្ចេញនៅធម្មពលឈុតប្រយុទ្ធរបស់គាត់បន្ទាប់មកបិសាចកូប្លិនក៏បានរត់សម្ដៅទៅកាន់ហ៊ីណាតាដើម្បីវាយប្រហារទៅកាន់គាត់បន្ទាប់មកទៀតគាត់ក៏បានស្រែកទៅកាន់ system ឲ្យបញ្ចេញនៅធម្មពលរន្ទះរបស់គាត់មកដែលធម្មពលរបស់គាត់ប្រើបានត្រឹមតែ10វិនាទីតែប៉ុណ្ណោះមកហ៊ីណាតារបស់យើងគាត់ក៏បានប្រើធម្មពលរន្ទះរបស់គាត់ហ្នឹងវាយប្រហារទៅកាន់បិសាចកូប្លិនដែលធ្វើឲ្យវាប៉ាំងបុកទៅកាន់គ្នារបស់វាអមកហ្នឹងគាត់ក៏បានរត់សម្ដៅទៅកាន់បិសាចកូប្លិនទាំងអស់នោះបន្ទាប់មកហ្នឹងគាត់ក៏បានវាយប្រហារទៅកាន់បិសាចកូប្លិនទាំងអស់នោះត្រឹមតែមួយការវាយប្រហារប៉ុណ្ណោះដែលធ្វើឲ្យពួកវាតៃស្មឹងអស់បាត់ទៅបន្ទាប់មកគាត់ពិតជាអស់កម្លាំងជាខ្លាំងហើយហ៊ីណាតាគាត់ក៏បានដួលខ្ទប់នឹងដីតែម្ដងហើយបន្ទាប់មក system ក៏បានលោតចំនៅមុខតួប្រុសរបស់យើងហើយវាបានប្រាប់ទៅកាន់តួប្រុសរបស់យើងថា skill វាយប្រហារមួយថ្ងៃប្រើបានតែម្ដងតែប៉ុណ្ណោះហើយវាក៏អាចប៉ះពាល់នៅរាងកាយរបស់អ្នកដែលប្រើ skill វាយប្រហារនោះផងដែរតមកហ្នឹងហ៊ីណាតារបស់យើងគាត់ក៏បាននិយាយថាបរានពីមុនរបស់គាត់មិនអាចជួយពង្រឹងនៅសមត្ថភាពរបស់គាត់បាននោះទេប៉ុន្តែបន្ទាប់ពីគាត់បានអាប់ដេតទៅកាន់អាវនោះហើយវាបានពង្រឹងទៅកាន់រាងកាយរបស់គាត់និងសមត្ថភាពរបស់គាត់ជាដើមតមកហ្នឹងហ៊ីតារបស់យើងគាត់ក៏បានឃើញទៅកាន់ត្បូងគ្រីស្តាល់ហើយចេញពីបិសាចកូប្លិនដែលគាត់បានសម្លាប់ទាំងអស់នោះបន្ទាប់មកហ៊ីតាគាត់មិនបានគិតច្រើនទៀតនោះទេគាត់ក៏បានយកទៅកាន់គ្រីស្តាល់ទាំងអស់នោះបន្ទាប់មកហ្នឹង system ក៏បានស្របទៅកាន់ត្បូងគ្រីស្តាល់ទាំងអស់នោះហើយ system ក៏បានបញ្ជាក់ទៅកាន់គាត់ថាប្រព័ន្ធនឹងអានលុកទៅកាន់ skill វាយប្រហាររបស់តួប្រុសហើយនឹងអាប់ដេតទៅកាន់ skill សំខាន់ទៀតប៉ុន្តែ admin សុំមិនរៀបរាប់នោះទេអបមកហ្នឹងហ៊ីតារបស់យើងគាត់ក៏បាននិយាយថាគាត់ពិតជាខ្លាំងជាងមុនបន្ថែមទៀតហើយនៅពេលនេះគាត់ពិតជាសប្បាយចិត្តខ្លាំងណាស់ហើយបន្តមកទៀតហ្នឹងសាច់រឿងរបស់យើងក៏បានបញ្ចប់ត្រឹមហ្នឹងជម្រាបលាអ្នកទាំងអស់គ្នា